តាមពិតទៅគ្រូពេទ្យបានកត់ត្រាទម្ងន់300ភរិយារបស់ Jane បានវះកាត់កែសម្ផស្សរូបរាងរបស់ភរិយារបស់បុរសមានបំផុតនឹងគាត់បានប្រគល់នាងទៅឲ្យបុរសដែលមានជាងគេបំផុតនៅក្នុងដៃរបស់ខ្ញុំហើយមូលហេតុដែលគាត់ធ្វើបែបនេះគឺដោយសារតែដើម្បីសងសឹកលើមនុស្សងងម្នាក់នេះប្រពន្ធរបស់គាត់វាបង្ហាញថាប្រពន្ធរបស់គាត់ចង់ក្លាយជាភរិយាអ្នកមានពិតជាបានរៀបការជាមួយបុរសដែលមានជាងគេបំផុតបុរសនោះត្រូវបានគេចាប់ពង្រត់ហើយយកទៅផ្ទះវិញសង្ឃឹមថាបុរសនោះមាននរណាម្នាក់បានប្រែក្លាយនាងទៅជារបស់អ្នកដទៃរូបរាងយ៉ាងណាមិញនាងមិនត្រឹមតែមិនយល់ព្រមប៉ុណ្ណោះទេពួកគេថែមទាំងបានណែនាំឲ្យនាងប្រគល់ខ្លួនទៀតផងដោយឃើញប្តីមិនយល់ស្របនាងក៏គ្រាន់តែកន្ត្រៃនៅក្បែរនោះបានទម្លុះចូលទៅប៉ុន្តែប្រពន្ធរបស់គាត់មិនដែលនឹកស្មានដល់ទេបុរសនោះបានកើតជាថ្មីដោយផ្ទាល់ទៅក្នុងសភាពទី10មុនពេលនាឡិកានៅពេលនេះភរិយារបស់គាត់បានអង្វរដោយស្មោះគាត់បានធ្វើឲ្យនាងក្លាយជាស្វាមីមហាសេដ្ឋីរូបរាងរបស់មនុស្សម្នាក់ចាប់តាំងពីព្រះបានផ្ដល់ឱកាសឲ្យខ្ញុំបើមានឱកាសគាត់នឹងឲ្យប្រពន្ធគាត់ទៅក្មេងនោះបានច្រូតយកអ្វីដែលគាត់បានសាបព្រោះបុរសម្នាក់ជាគ្រូពេទ្យវះកាត់កែសម្ផស្សដែលមានជំនាញយល់គោលការណ៍ដូចគ្នានេះអនុវត្តចំពោះការចង់ក្លាយជាអ្វីផ្សេងទៀតមនុស្សម្នាក់ត្រូវទទួលខុសត្រូវដែលត្រូវគ្នាគាត់គ្មានចេតនាលាក់កំបាំងទេដូច្នេះគាត់នឹងគ្រាន់តែជួយប៉ុណ្ណោះរបួសដោយចៃដន្យឬការខូចទ្រង់ទ្រាយពីកំណើតមនុស្សដែលមានរូបរាងដូចមនុស្សត្រូវបានស្ដារឡើងវិញជារូបរាងដូចមនុស្សសម្រាប់អ្នកដែលតាមរោគទោះបីជាមនុស្សស្អាតចង់វះកាត់កែសម្ផស្សក៏ដោយតើវាថ្លៃប៉ុន្មានគាត់មិនដែលស្នើសុំថ្លៃសេវាពីគ្រូយោបល់ឡើយការបដិសេធដោយសប្បុរសគឺដោយសារតែដូច្នេះគាត់តែងតែចំណាយពេល10ថ្ងៃឬកន្លះថ្ងៃអាជីវកម្មនេះមិនអាចបើកអាជីវកម្មបានទេនៅខែនោះប្រាក់ចំណូលមានកម្រិតណាស់ហើយប្រពន្ធក៏មិនសូវមានលុយចាយដែរគាត់មានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះហើយភ្លាមនោះវាគ្រាន់តែជាការស្ដីបន្ទោសប៉ុណ្ណោះដែលនៅពេលនោះហើយដែលដំបូងបុរសអ្នកមានបាននាំប្រពន្ធរបស់គាត់ទៅទិញអីវ៉ាន់គ្រឿងអលង្ការទាំងអស់ត្រូវបានវេចខ្ចប់ក្រោកឈរឡើងដោយឃើញពីគីមខាងទៀតមានទ្រព្យសម្បត្តិច្រើនប្រពន្ធក៏ខ្ញុំមានអារម្មណ៍អាក់អន់ចិត្តភ្លាមដូច្នេះគាត់មានគំនិតអាក្រក់មួយហើយបានយកក្បាលស្ត្រីអ្នកមានត្រូវបានគេនាំត្រឡប់ទៅវិញដោយមានបំណងស្វាមីរបស់នាងបានជួយនាងវះកាត់កែសម្ផស្សឲ្យមើលទៅដូចគាត់មើលទៅបែបនោះប៉ុន្តែគាត់មិនដឹងថាចៅស៊ីវងវាពិតជាគួរឲ្យខ្លាចណាស់ដែលបានខ្លាចជាអ្នកមានបំផុតបុរសនោះបានឃើញពីរបៀបដែលគាត់ប្រព្រឹត្តចំពោះអ្នកដទៃវិធីសាស្ត្ររបស់មនុស្សគឺខុសខើខ្លាំងណាស់សម្រាប់តែប្រពន្ធរបស់បុរសមានបំផុតប៉ុណ្ណោះភាពទន់ភ្លន់ព្រោះប្រពន្ធគឺសម្រាប់បន្តជីវិតសម្ភារៈគ្រប់បែបយ៉ាងគាត់ផ្ទាល់បានធ្វើឃាតបន្ទាប់មកគាត់យើងត្រូវមើលថាតើពីគីមខាងទៀតធ្វើអត្តឃាតយ៉ាងដូចម្តេចភ្នូនោះដូច្នេះគាត់បានសន្យាថានឹងប្រគល់វាទៅឲ្យប្រពន្ធរបស់គាត់កុមារកំពុងទទួលការវះកាត់នៅថ្ងៃបន្ទាប់ឪពុកម្ដាយក្មេករបស់ខ្ញុំក៏បានប្រញាប់ប្រញាល់មកដែរពេលពួកគេមកដល់មន្ទីរពេទ្យពួកគេមិនឃើញមានអ្វីខុសប្រក្រតីជាមួយពួកគេទេតែជាមួយបុរសស្រមៃចង់បានអនាគតនៅក្នុងការស្រមើស្រមៃរបស់ពួកគេបានឮថាដំបងឡើយគាត់មានផ្ទះប្រណីតរាប់សិបខ្នងមានចុងភៅនៅក្នុងផ្ទះបាយអ្នកបម្រើជាង80នាក់ចំនួនមនុស្សបានឈានដល់200នាក់បុរសនោះបានត្រឹមតែឈរមើលហើយសើចមនុស្សភាគច្រើនទាំងនេះទំនងជាពួកគេទាំងអស់បានស្លាប់ទៅហើយព្រោះតារាប់ណាម្នាក់ក្នុងចំណោមពួកគេបង្កបញ្ហាដោយចៃដន្យពេលនាងខ្លាចជាភរិយារបស់បុរសមានបំផុតនាងនឹងខ្លាចជាបុរសដែលមានបំផុតមានចិត្តអាក់អន់ចិត្តហើយចង់សងសឹកចំពោះអតីតកាលឧទាហរណ៍ស្ត្រីម្នាក់បានជួបគ្រោះថ្នាក់ប្រសិនបើចុងភៅត្រូវរលាកដោយរសជាតិហឹរគាត់ចាក់ទឹកម្ទេសចូលបំពង់នាងខណៈពេលដែលស្ត្រីនោះគ្រាន់តែប្រសិនបើវាមានរសជាតិឆ្ងាញ់នៅពេលវាត្រជាក់គាត់អ្នកដែលមើលថែពួកគេទាំងអស់ត្រូវបានចាក់សោទុកក្នុងកន្លែងត្រជាក់ប្រពន្ធក៏រៀបចំខ្លួនភ្លាមគាត់បានចូលទៅក្នុងបន្ទប់វះកាត់ប៉ុន្តែបុរសនោះនាងមិនត្រូវបានចាក់ថ្នាំសណ្ដំទេដោយអះអាងថាការងារវះកាត់របស់គាត់ធំពេកហើយដើម្បីរក្សាលទ្ធផលល្អបំផុតពីការវះកាត់កែសម្ផស្សជាលទ្ធផលនាងត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលាការទំនាក់ទំនងនិងការកែសម្រួលមួយទៀតបុរសមានបំផុតនៅម្ខាងនៅមិនទាន់រៀបការសាររបស់បុគ្គលនោះបានបង្កឲ្យមានការចលាចលយ៉ាងខ្លាំងបិទទីក្រុងទាំងមូលភ្លាមហើយឈានទៅមុខធ្វើការល្បាតតាមអាកាសសូម្បីតែការវាយប្រហារពួកគេបានបោះពុម្ពសេចក្តីជូនដំណឹងអំពីមនុស្សបាត់ខ្លួនមួយចំនួនធំដើម្បីបង្ហាញដល់សាធារណជនទូទៅតើវាអាចកែមកបានទេរង្វាន់នឹងត្រូវបានផ្ដល់ជូនសម្រាប់ការផ្ដល់ព័ត៌មានមិនយូរប៉ុន្មានមានថ្មីរាប់សិបលានត្រីបានឆ្លងកាត់ការផ្លាស់ប្ដូរទាំងស្រុងវាស្គមខ្លាំងណាស់បន្ទាប់មកឪពុកម្ដាយរបស់គាត់ក៏បានទូរស័ព្ទមកដែរប្រាប់បុរសមានបំផុតថាអ្នកមានប្តីហើយដំណឹងនៃមនុស្សទោះជាយ៉ាងណាក៏ដោយកំពុងរងចាំមេរៈបងរុំក្រណាត់នោះត្រូវបានយកចេញពីមុខរបស់នាងហើយនៅតែមាន2តំបន់ធំមិនត្រូវបានជួសជុលឲ្យបានត្រឹមត្រូវទេពួកគេឃើញបែបនេះគាត់ក៏ភ័យស្លន់ស្លោហើយរត់ចេញភ្លាមពួកគេបានស្ដីបន្ទោសប្រពន្ធរបស់បុរសមានបំផុតហើយរឿងទាំងមូលការវះកាត់កែសម្ផស្សត្រូវការពេលវេលាដើម្បីជាសះស្បើយវានឹងងើបឡើងវិញក្នុងរយៈពេល3ថ្ងៃឥឡូវវាជារឿងធម្មតាហើយឪពុកក្មេកពេលអ្នកខឹងនឹងខ្មាស់អៀនអ្នកគួរតែភ្ញាក់ឡើងនៅពេលនោះសំឡេងដំបងបានមកពីខាងក្រៅទ្វារសំឡេងរបស់អ្នកមានដែលកំពុងស្វែងរកមនុស្សពួកគេគ្រាន់តែប្រញាប់ឡើងហើយបញ្ឈប់ពួកគេនៅខាងក្រៅវួតបុរសមានបំផុតក្នុងប្រទេសប៉ុន្តែតើគាត់អាចបញ្ឈប់គាត់ដោយរបៀបណាគាត់អាចនៅខាងក្នុងបានហើយមិនយូរប៉ុន្មានគាត់ក៏ប្រញាប់ចូលទៅក្នុងពេលចូលទៅក្នុងវួតសៀងជីនោះនាងងាកមកយឺតមុខរបស់នាងបង្ហាញយ៉ាងច្បាស់រូបរាងរបស់គាត់ត្រូវបានស្ដារឡើងវិញទាំងស្រុងវាបានបង្ហាញថាក្មេងស្រីមាសថ្មីបានរកឃើញអ្វីមួយនៅក្នុងថតថ្នាំដ៏មានឥទ្ធិពលមួយត្រូវបានរកឃើញក្នុងរយៈពេល10នាទីសរីរាង្គខាងក្នុងអាចវិលមករកភាពធម្មតាវិញបានបុរសនោះមុនពេលដែលឥទ្ធិពលផ្សំត្រូវបានលើកឡើងវាគឺជានាងបានរំខានកុមារនោះហើយបានបង្រៀនគាត់អំពីរឿងនោះបន្ទាប់ពីបុរសមានបំផុតបានរកឃើញប្រពន្ធរបស់គាត់បានពួកគេបានអបក្រសោបអំណោយដល់សប្បុរសពីក្រុមគ្រួសាររបស់ពួកគេបន្ទាប់មកគាត់បាននាំក្មេងស្រីមាសថ្មីមកពេលនាងចាក់ចេញស្ត្រីដែលស្លៀកពាក់មាសថ្មីនោះញឹមដោយមោទនភាពគាត់មិនបានដឹងទេថា3ថ្ងៃក្រោយមកកម្លាំងខ្លាំងផលប៉ះពាល់នៃថ្នាំដែលមានប្រសិទ្ធភាពនឹងការផ្ទុះឡើងយ៉ាងពេញទំហឹងមួយបានកើតឡើងហើយគាត់ទើបតែដើរតាមក្បាលពេលធ្វើមកដល់វិឡាគាត់បានឃើញស្ត្រីរូបនោះបានឆ្លៀតឱកាសពេលប្រពន្ធមិននៅចូលទៅជិតបុរសមានបំផុតដោយសម្ងាត់ហើយខ្លាចជាគាត់ត្រូវបានគេវាយដំជាង200ដងគឺឈិនជិនស្ត្រីនោះញ័រខ្លួនដោយភ័យខ្លាចអាចនាងត្រូវបានហុំព័ទ្ធយ៉ាងរហ័សដោយសម្លៀកបំពាក់ដ៏ធំសម្បើមទូខោអាវមួកនិងម៉ាកល្បីជាច្រើនខ្ញុំពិតជាភ្ញាក់ផ្អើលនឹងការបូកនោះណាស់គាត់គិតថាគាត់ជាបុរសដែលមានជាងគេបំផុតបុរសនៅម្ខាងទៀតបានឃើញមុនគេបុរសអ្នកមាននឹងរៀបចំពិធីជប់លៀងក្នុងរយៈពេល3ថ្ងៃអបអសាទរខូបលើកទី10ខ្ញុំដឹងថា Golden Girl ថ្មីនឹងទទួលបន្ទុកធម្មជាតិពិតនៃពិភពលោកត្រូវបានបង្ហាញហើយនាងចង់ឃើញរឿងទាំងអស់នេះដោយផ្ទាល់ភ្នែកសាក់សីឲ្យខូបអាពាហ៍ពិពាហ៍បានមកដល់ឆាប់នេះនៅថ្ងៃនោះស៊ីនជីនបានស្លៀកពាក់ឈុតល្បីមួយនាងបានមកដល់សន្តាគារក្នុងរ៉ូបដ៏ប្រណិតរបស់នាងឪពុកម្ដាយក៏បានជួយសង្គ្រោះជីវិតផងដែរអេនត្រូវបានអញ្ជើញឲ្យចូលរួមពិធីជប់លៀងម្ដាយមានអារម្មណ៍ថារូបរាងរបស់នាងស្រដៀង
ងនឹងមានភាពប្រសើរឡើងខ្លះបើប្រៀបធៀបទៅនឹង3ថ្ងៃមុនផ្លាស់ប្ដូរម្ដងក្មេងស្រីផ្លាទីនបានវះកាត់កែសម្ផស្សរូបរាងរបស់លោកស្រីគូគឺតាក់ទាញណាស់បន្ទាប់ពីលោកកបានរកឃើញរឿងនេះវាបានកាត់ស្បែកមុខរបស់នាងដោយផ្ទាល់វាបំផ្លាញចំណង់អាហាររបស់ខ្ញុំអ្វីលោកគោបានមកដល់ហើយលោកស្រីអ្នកនាងកញ្ញាថ្ងៃនេះជាថ្ងៃរបស់ខ្ញុំសេននិងភរិយារបស់ខ្ញុំនៅខួបលើកទី10នៃខេងនៅទីនេះខ្ញុំចង់ណែនាំអ្នកអំពីការណែនាំដ៏អស្ចារ្យមួយអ្នកដែលនៅក្បែរខ្ញុំគឺប្រពន្ធខ្ញុំប្រពន្ធ